សួស្តីអ្នករាល់គ្នាដែលនិយមគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗខ្ញុំបាទឈ្មោះព្រំសឿនមកពី Sandalet ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីគន្លឹះខ្លីៗដើម្បីជាការចែករំលែកចំណេះដឹងដែលខ្ញុំមានជូនអ្នកទាំងអស់គ្នាដើម្បីប្រើជាប្រយោជន៍នៅពេលដែលមានបញ្ហាបែបនេះកើតឡើងហើយខ្ញុំជឿជាក់ថាយ៉ាងហោចណាស់ក៏មានមនុស្ស10នាក់ក្នុងចំណោម100នាក់ដែលមិនបានដឹងពីបញ្ហាទាំងនេះផងដែរមុននឹងចាប់ផ្ដើមអនុវត្តគន្លឹះទាំងនេះអ្នករាល់គ្នាត្រូវតែមាន USB flash drive មួយដែលមានទំហំចាប់ពី 4GB តែបើមាន 8GB គឺតែល្អយើងដឹងហើយថា Windows ដែលយើង download ពីអ៊ីនធឺណិតមកភាគច្រើនគឺសុទ្ធតែជា file ISO ឬក៏ជា file RAR ដែលធ្វើឲ្យពួកយើងមួយចំនួនពិបាកក្នុងការ format Windows ដែលហេតុថា laptop ដែលគេផលិតចំនួនថ្មីៗគឺមិនបានភ្ជាប់មកជាមួយនៅ CD-ROM នោះឡើយគឺមានតែ port USB ប៉ុណ្ណោះដូច្នេះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមអនុវត្តតែម្ដងយើងចុចពីរដងនៅលើ browser នេះមកនៅពេលដែល browser បើកយើងវាយ address បញ្ចូល www.poweriso.com បន្ទាប់មកយើងចុចលើប៊ូតុង download នៅខាងក្រោមនេះយើងមាន2ជម្រើសដែលយើងអាច download គឺបានន័យថាយើងអាច download link មួយណាទៅតាមតម្រូវការជាក់ស្ដែងរបស់ operating system របស់យើងអ្នកដែលគាត់ប្រើ operating system 32គាត់អាច download យក32 bit រីឯអ្នកប្រើ64គាត់អាច download យក64ដោយគ្រាន់តែចុចលើ link នេះវានឹងធ្វើការ download ភ្លាមសម្រាប់ខ្ញុំប្រើ64 bit ដូច្នេះខ្ញុំចុចនៅលើ link 64បន្តមកយើងចុចនៅលើ download បន្តទៀតពេលនោះយើងនឹងមានឃើញ dialog box មួយបើកចេញមកគឺបានសេចក្តីថាទាមទារឲ្យយើងជ្រើសរើសទីតាំងណាមួយដើម្បី save file ដែលយើងកំពុងតែ download នេះដើម្បីងាយស្រួលក្នុងការយើងបើកដំឡើងនៅពេលក្រោយនៅពេលដែលយើងបាន download ចប់សព្វគ្រប់ហើយយើងចូលទៅរក file ដែលយើងបាន download មិញហើយចុច double click នៅលើវាដើម្បីដំឡើងវាក្នុងដំណើរការដំឡើងដដែលនេះដែរអ្នកនឹងបានជួបនៅជម្រើសមួយចំនួនដែលទាមទារឲ្យអ្នកជ្រើសរើសនៅក្នុង installation process មួយនេះដែរតម្រូវឲ្យអ្នក select យក file extension ទាំងអស់នៅក្នុងប្រអប់ខាងឆ្វេងហើយនឹងនៅត្រង់ virtual drive manager អ្នកអាច take នៅត្រង់ auto start on boot up auto mount on boot up រីឯនៅត្រង់ virtual drive ដដែលអ្នកអាចជ្រើសរើសយក1 drive 2 drive 3 drive 4 drive ឬក៏ទៅតាមតម្រូវការ drive ដែលអ្នកត្រូវហើយចុច close ដើម្បីបញ្ចប់មុននឹងយើងចាប់ផ្ដើមដំណើរការបង្កើតយើងត្រូវតែ format flash យើងជាមុនសិនអញ្ចឹងដើម្បី format flash យើងត្រូវយក flash យើងដោតចូលទៅក្នុង port USB មកដើម្បីឲ្យកុំព្យូទ័រនិង flash ស្គាល់គ្នាបន្ទាប់មកយើងចុច right click នៅលើ my computer ឬក៏ this PC ដែលអ្នកបានឃើញស្រាប់ហើយជ្រើសរើសយក manage នៅពេលដែលប្រអប់ pop up បើកឡើងយើងចុចនៅលើ this management ចុចពេលនោះយើងឃើញនៅខាងក្រោមនេះគឺ this to removable ជា flash drive ដែលយើងត្រូវធ្វើការ format ចុច right click
nơi là đi máu nơi là đi thu đường máu hãy dương chờ vô biệt thả format bên nó viên đường miền message pop up mỗi xua thả this is the active partition on this disk. All data on the partition will be lost. Are you sure you want to format this partition? មានន័យថាតើអ្នកប្រកាសហើយនៅមុននឹងអ្នកលុបព័ត៌មានចេញពី flash drive មួយនេះបើសិនជាយើងប្រកាសហើយយើងចុចនៅលើ yes តែបើសិនជាយើងមិនប្រកាសទេយើងចុចលើ no តែដំណើរការរបស់យើងនៅពេលនេះគឺធ្វើការ format យើងត្រូវតែចុចពាក្យ yes នៅត្រង់ value label អ្នកចង់ផ្ដល់ឈ្មោះថ្មីឲ្យក៏បានមិនចង់ក៏បានគឺវាអត់ជាបញ្ហាចោលទេហើយរីឯ file system គឺយើងត្រូវ select យក NTFS រីឯ allocation unit size ជ្រើសរើសយក default រក្សា default ហើយនៅត្រង់នេះត្រូវតែ take perform a quick format ដើម្បីងាយស្រួលបាទសេចក្តីថាវាលឿនបើសិនជាយើង take នៅលើ enable file and folder compression វានឹងចំណាយពេលយូរគោលដៅរបស់យើងគឺយើងចង់បានលឿនអញ្ចឹងយើង take នៅលើ perform a quick format អញ្ចឹង click OK ពេលនោះវាសួរយើងម្ដងទៀតថាតើយើងព្រម format ហើយនៅអញ្ចឹងយើងចុច OK ទៀតមក នេះនឹងចាប់ផ្ដើម format យើងរងចាំមួយសន្ទុះក្រោយមកវាអូខេដំបូងមុននឹងយើងប្រើប្រាស់ command prompt របស់ Windows ដើម្បីបង្កើត bootable Windows ពី flash drive ជំហានដំបូងយើងត្រូវចូលទៅ mount Windows ដែលយើងត្រូវបង្កើត bootable ទៅក្នុង virtual drive ជាមុនសិនដើម្បីធ្វើវាយើងត្រូវចុច double click នៅលើ my computer បន្ទាប់មកជ្រើសរើសទីតាំង Windows ណាដែលអ្នកបានរក្សាទុកឧទាហរណ៍សម្រាប់ខ្ញុំបានទុកនៅក្នុង software ហើយនៅក្នុង simple program នៅទីនេះខ្ញុំមាន Windows មួយគឺនេះដល់ពេលនេះខ្ញុំចង់ប្រើប្រាស់ Windows 10 ដើម្បី boot តាម flash អញ្ចឹងខ្ញុំចុចបើក Windows 10ហើយខ្ញុំចុច right click នៅលើ Windows ISO file ហើយជ្រើសរើសយក Power ISO នៅទីនេះយើងយកពាក្យថា mount to drive E អញ្ចឹងនៅក្នុងនេះយើងឃើញមាន drive E មួយគឺមាន Windows នៅទីនេះដូចអ្នកឃើញស្រាប់បន្ទាប់មកយើងបិទវាចោលក្រោយមកយើងចុចនៅលើ search ហើយយើងវាយពាក្យ CMD នៅពេលដែល command prompt របស់ Windows លេចចេញមកយើងចុច right click នៅលើវាយកជ្រើសរើសយក run as administrator បើក Windows នេះឲ្យធំបន្តិចដើម្បីងាយស្រួលមើលយើងវាយពាក្យថា depart បន្ទាប់មកយើងវាយ list this អញ្ចឹង this ដែលយើងត្រូវជ្រើសរើសគឺ default អញ្ចឹងយើងវាយពាក្យ select this one បន្ទាប់មកយើងវាយពាក្យ clean ដើម្បី clean flash drive របស់យើងក្រោយពេលយើង clean flash drive រួចហើយយើងត្រូវបង្កើត primary partition វាបញ្ចូល create partition primary យើងឃើញ message ខាងលើបង្ហាញថាការ create partition primary គឺបានជោគជ័យហើយយើងវាយពាក្យ select partition 1 បន្ទាប់មកយើងត្រូវ format flash drive យើងសិនគឺវាយពាក្យ format dot clear VFF ស្មើ NTFS dot clear quick